សត្វឆ្មាមួយក្បាលនេះបានហោះឡើងទៅទីអវកាសនិងបានចុះចតមកផែនដីវិញយ៉ាងមានសុវត្ថិភាពតែជាអកុសលនាងត្រូវបានអ្នកវិទ្យាសាស្ត្រសម្លាប់ដើម្បីសិក្សាអំពីខួរក្បាលនិងសរីរាង្គ Felicet គឺជាឆ្មាអនាថាមួយក្បាលដែលស្ថិតនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងនៅក្នុងចំណោមសត្វឆ្មាទាំង14ក្បាលដែលត្រូវបានបណ្ដុះបណ្ដាលជាមួយនឹងមជ្ឈមណ្ឌល CERMA សត្វឆ្មាដែលមានស្លាកលេខសម្គាល់ C341 ត្រូវបានជ្រើសរើសទៅក្នុងបេសកកម្មដោយសារតែនាងមានអាកប្បកិរិយាស្ងប់ស្ងាត់ល្អបេសកកម្មនេះត្រូវបានធ្វើឡើងនៅថ្ងៃទី18តុលាឆ្នាំ1963តាមរយៈរ៉ុកែតដែលមានឈ្មោះថា Veronique របស់ប្រទេសបារាំងដែលត្រូវបានបាញ់បង្ហោះនៅក្នុងប្រទេសអាល់ហ្សេរីនាងត្រូវបានហោះឡើងរហូតដល់រយៈកម្ពស់153ម៉ែត្រនិងបានជួបប្រទះនៅស្ថានភាពគ្មានទំនាញផែនដីរយៈពេល5នាទីបេសកកម្មទាំងមូលនេះមានរយៈពេលរហូតដល់15នាទីនាងត្រូវបានចុះចតមកលើផែនដីវិញដោយសុវត្ថិភាពតាមរយៈឆ័ត្រយោងនិងមិនមានរងរបួសស្នាមពីការហោះហើរនោះទេតែអ្នកវិទ្យាសាស្ត្របង្ខំចិត្តសម្លាប់នាងដើម្បីសិក្សាអំពីខួរក្បាលនិងសរីរាង្គសម្រាប់ផលប៉ះពាល់នៃការហោះហើរទៅក្នុងទីលំហការរួមចំណែករបស់នាងត្រូវបានគេបំភ្លេចចោលអស់រយៈពេលជាច្រើនទសវត្សរ៍រហូតមកដល់ឆ្នាំ2019ទើបរូបសំណាកសម្រាប់របស់នាងត្រូវបានកសាងឡើងដើម្បីរំលឹកដល់ការលះបង់និងផ្ដល់កិត្តិយសដល់នាងនៅក្នុងសាកលវិទ្យាល័យអវកាសអន្តរជាតិឬ International Space University ដែលស្ថិតនៅក្នុងប្រទេសបារាំង